នេះមកដល់ហើយស្រាប់បងប្អូនតែងតែសួរខ្ញុំរោជាប្រភេទអូកាបនេះត្រូវមុំល្អលេងនេះសិត40000សិត40000បោះបោះហុងកុងមើលខ្ញុំនិយាយពីលក្ខណៈវាសិត40000បោះហុងកុងនិងអាសិត40000មានរូបមន្ត្រីរបស់វៀតណាមតែវាខុសគ្នាមិនឥឡូវខ្ញុំនិយាយពីដុំវិញខ្ញុំនិយាយពីដុំមុនដុំនេះវាប្រើ EE 55របស់វៀតណាមវាប្រើ EE 60អានេះ EE 55ដូចគ្នាអញ្ចឹងវាប្រើ2គ្រាប់2ម៉ាស៊ីនសាំងក្រូចូលគ្នាហើយចំណែកឯគ្រាប់ខាងនេះវាប្រើគ្រាប់ធំផ្សេងនេះធំពេកបាក់បង្ហាញមួយខាង4គ្រាប់មួយខាង4គ្រាប់អញ្ចឹងម៉ាស៊ីនមួយវាប្រើ8គ្រាប់មកវិជាដុំមួយវាប្រើ8គ្រាប់មកវិជាអញ្ចឹងម៉ាស៊ីន2ហ្នឹងវាសាំងក្រូចូលគ្នាក្នុងកង់ដង4គ្រាប់នេះតែមួយទៅផ្លូវតែមួយចំណែកអាដុំអុកទៅដងនេះវាប្រើ EE 55ដូចគ្នារបស់វៀតណាមអាសិត40000របស់វៀតណាមហ្នឹងវាប្រើ EE 60តែប្រើលួសរុំតូចនេះប្រើលួសរុំធំអញ្ចឹងមកកម្លាំងវាខ្លាំងប្រហែលនឹងអាសិត40000របស់វៀតណាមដែរតែកម្រិតស៊ីភ្លើងវិញខុសគ្នាដូចមេឃដែរអានេះស៊ីតិចឆ្ងាយអានេះ EE 55ដូចគ្នាអញ្ចឹងសម្រាប់បងប្អូនមានតម្រូវការយកទៅអូកាបបាទប៉ាឡវុលសម្រាប់យកទៅអូកាបយូត្រូវអានេះគឺជំរើសល្អហ្មងល្អលេងហ្មងពួកកម្រិតស៊ីភ្លើងវាស៊ីតែ12 13 11អាំពែអីទេច្រឡោះហ្នឹងអញ្ចឹងស៊ីតិចមែនតើហ្មងបើបងប្អូនប្រើអាសិត40000របស់វៀតណាមនោះ34អាំពែ36អាំពែអញ្ចឹងខុសគ្នាលើសពីពាក់កណ្ដាលទៀតអញ្ចឹងអានោះស៊ីតែមែនតើហ្មងអារបស់វៀតណាមហ្នឹងស៊ីអត់ដេកហ្មងបាទនេះមកសំរុំកម្រិត12 13ហ្នឹងមកសំរុំហើយអ្វីដែលវាពិសេសមួយទៀតនោះវាមានតង់ច្រើនចង់និយាយថាពហុមុខងារច្រើនណាសម្រាប់អូកាបណាដោយសារវាប្រើខួរក្បាលដោយអាសិត40000 30000ទេវាប្រើប្រភេទ micro controller ហើយសម្រាប់គ្រឿងបន្លាស់អីបងប្អូនមិនបាច់ភ័យយកទៅលេងនេះវាប្រើហ្នឹងអញ្ចឹងសបោគ្រឿងទេហេតុតម្លៃវាក៏ធូរដែរម៉ាស៊ីនតម្លៃក៏រៀងធូរតែតម្លៃធូរតែគុណភាពល្អលេងជាងពួក AV2 អាសាមុសអាប្រមាណ5000 2000អាដុំ22ហ្នឹងទៀតល្អលេងជាងពួកអាហ្នឹងទៀតពួកអាសាមុសពួកអាបុសអីហើយនឹងអាសិត40000របស់វៀតណាមអីពិបាកលេងណាដោយសារវាស៊ីភ្លើងបាទនេះល្អលេងជាងសម្រាប់បងប្អូនយកទៅអូកាបអូកាបក៏បានអូកត្រង់ក៏បានហើយកម្ដៅវាអត់សូវក្ដៅទេមកល្មមមកសំរុំតែបើបងប្អូនមិនទុកចិត្តយើងអាចកែដាក់ sensor ចាប់កម្ដៅលើនេះឲ្យបានចាំមើលខ្ញុំធ្វើតេស្តភ្លើងឲ្យបងប្អូនមើលនេះក្ដៅនេះខ្ញុំបើកអស់អានេះតិចគេហៅប្រេកង់មួយហុងកុងវាហៅប្រេកង់មួយតាមបងប្អូនតិចដួសក៏ត្រង់ក៏បានដែរអាក្ដៅនេះក៏បងប្អូនដួសក៏ត្រង់បានដែរស៊ីភ្លើងតិចទៀតព្រោះថាត្រីវាមិនសូវឡើងនៅតាណាងាប់ទៅនឹងព្រោះទឹកខ្លាមិនស្រួលមើលអាតង់ទី3នេះបញ្ញាក់យើងនេះអាបងប្អូនចំណាំសាលេងអាបញ្ញាក់ហ្នឹងអានេះតង់ទី4នេះអូកាបអានេះក៏អូកាបដែរអូកាបដូចគ្នាតែប្រភេទនេះប្រភេទអាអូកាបនេះប្រភេទត្រីខ្សោយអានេះសម្រាប់ត្រីខ្លាំងអូកាបដូចគ្នាអាកងតាក់ខាងនេះកាច់ចុះក្រោមនេះទឹករាក់បងប្អូនភ្លើងខ្លាំងបើកាច់ឡើងលើទឹកជ្រៅភ្លើងខ្សោយចាំមើលខ្ញុំវាស់កម្រិតស៊ីភ្លើងឲ្យបងប្អូនមើលទៀបអំពីឲ្យមើល13.3អាំពែចឹងអានឹងស៊ីតិច13.3អាំពែ
và priệp cho mùi nâng bó Việt Nam nó xàm sập bốn còn mình đăng xàm và mùi còn đang khi mặt chàm mình chân khóc của nít ngay chân bà bông phổ miền cùi tức mà rồi mà anh ấy cùi tức mà rồi mà phây phê cùi lỗ nhưng mà cùi lỗ mà cùi mấy và cùi mấy mình có thả lỗ cùi tức mà rồi phây phê bông phổ anh lên vì cho lo bay máu từ 5 màu lên bàn việc sao gì cho mơ phê trên mình và muối cho muối ampere cả là và muối ampere cho muối ampere cả là gầm lăng vol mình 250 vol 250 pin bộ anh ấy xem khi nơi tí cái lên tràn dùng lên nơi tí nâng mà lên Việt Nam có miền lên đấy mùi mùiแต่สำหรับในខ្មែរយើងដូចជាអត់តមាន channel ណានាំចូលមកទេវាមានតែមានអាសេរីចឹងដែរសេរីសិត 30000 ក្រៅមកនឹងមកកម្រិតវាមិនសិន 3 ចឹងឯងវាមិនសិន 12 ទេអានេះភ្ញៀវនៅខាងស្ទឹងត្រែងគាត់កំងទេតែគាត់កំងហ្នឹងគាត់កំងគាត់ផ្ញើរូបអាសិត 30000 ឲ្យខ្ញុំមើលទេដល់ពេលខ្ញុំផ្ញើរូបអានេះឲ្យមើលវិញគាត់យកអានេះមកព្រោះគាត់ធ្លាប់លេងអាសិត 30000 របស់ហុងកុងដែលគាត់ថាស៊ីតិចណាស់របស់ហុងកុងហ្នឹងណាអញ្ចឹងគាត់ចង់បានអាសិត 30000 របស់ហុងកុងហ្នឹងដល់ពេលខ្ញុំផ្ញើអាសិត 40000 នេះវាទឹកចេញក្រោយមកទៀតផ្ញើអាសិត 40000 របស់ហុងកុងនេះឲ្យមើលដូចគ្នាគាត់ថានេះធំជាងអញ្ចឹងគាត់យកអានេះហើយខ្ញុំដំបូងហ្នឹងខ្ញុំគិតថាអានេះស៊ីភ្លើងណាស់បើមើលតាមរូបរាងនិងសបកទៅតែមកដល់ជាក់ស្ដែងភ្លើងវាស៊ីតិចមែនទែនបើប្រៀបជាមួយអាសិត 40000 របស់វៀតណាមស៊ីខុសគ្នាឆ្ងាយរបស់វៀតណាមស៊ីភ្លើងវានឹងស៊ីអត់ដេកហ្មងឥឡូវខ្ញុំនិយាយពីចំណុចអវិជ្ជមានរបស់វាម៉ាស៊ីននេះមិនបានអត់មានពីណានាំចូលយកមកប្រើអត់នាំចូលអត់តមានអ្នកណានាំចូលមកប្រើដោយសារម៉ាស៊ីននេះវាមកដល់ម៉ាស៊ីននេះថ្មីមកដល់នៅលើសបកតួវានេះវាឆ្លងហ្មងអញ្ចឹងម៉ាស៊ីនបត់ឲ្យតែប្រភេទសិត 40000 នេះបត់មកបងប្អូនណាភ្លើងនៅលើនេះគឺមានហ្មងចិត្ត 300 វ៉ុលបើបងប្អូនប៉ះឆក់ស្លាប់សបកវានេះអញ្ចឹងហើយមូលហេតុនឹងឲ្យបានជាអត់មានអ្នកណានាំចូលមកប្រើខ្ញុំស្រាវជ្រាវប្រហែលមួយយប់ទ្រាំរោឃើញយើងឆាតសួរវាសួរខាងហុងកុងទៅបានវាប្រាប់ពីកន្លែងចំណុចអញ្ចឹងវា design ខុសអានេះខុសមកស៊ីខ្វីអញ្ចឹងវាឲ្យយើងកែស៊ីខ្វីអានឹងឡើងវិញដល់ពេលយើងកែតាមវាទៅក៏ត្រូវល្អប្រើបាត់ភ្លើងអស់អញ្ចឹងបងប្អូនយកទៅរោអត់មានទេភ្លើងសំបីតលិតក៏អត់ឆក់ដែរសបកវានេះពួកយើងកែហើយពួកយើងសួរនាំវាទៅវាប្រាប់ពីរបៀបកែវា design ខុសអញ្ចឹងវាខុសរហូតចឹងហើយបានគេអត់មានអ្នកនាំចូលមកស្រុកខ្មែរចឹងសឹងតែខ្ញុំអីដំបងគេហើយចំណុចដែលអន់មួយទៀតនោះអន់សបកនឹងវាធ្វើធំណាស់មួយទៅឡើងកាម៉ាំងហ្មងចឹងវាអន់ចិត្តទៅនឹងតិចខ្ញុំ3 ទឹកកន្លះ 34 សង់ទីម៉ែត្រក្រទៅតឹងវាបដោយវា 4 ទឹកកពស់មកទឹក 3 ហ៊ុនចឹងវាអន់ណាចំណុចនឹងចំណុចសបកនឹងវាធ្វើអន់តែហ្មងវាធ្វើធំពេកបើវាលើកអាម៉ាស៊ីននេះមកដាក់ត្រួតស៊ីគ្នាពីលើអានេះហើយកាត់អាសបកនេះមកជាហៀងកាត់មកជាហៀងនេះចេញយកម៉ាស៊ីននេះមកដាក់លើនេះដើម្បីបរួមសបកឲ្យតូចឲ្យមើលទៅ slim ស្អាតល្អហ្មងចឹងតែល្អលេងហ្មងហើយសំរុំស្រួលបងប្អូនចល័តទៀតចំណែកកង្ហាល់វានេះវាលឺមកល្មមវាអត់លឺខ្លាំងដូចអាសិត 40000 របស់វៀតណាមទេសិត 40000 V2 V2 គីខេត V2 សាមុសអីហ្នឹងកង្ហាល់លឺណាស់ប្រហែល drone កសកម្មយកមកទៅដូងហាល់បាទនេះមិនបាច់ដូរបងប្អូនកង្ហាល់វាលឺមកសំរុំ
តែចំណុចដែលអន់នោះកង្ហាលវាហ្នឹងគឺចាប់អាគុយលឺ direct ត្មងទូបងប្អូនមិនតាន់ចុចក៏វាលឺដែរដោយសារវាធ្វើមកតម្រូវអូសដើម្បីឲ្យស្អំម៉ាស៊ីនហ្នឹងតិចរហូតតែបើបងប្អូនមានអារម្មណ៍ថារំខានអានេះយើងកែបានទេវាស្រួលកែទេអញ្ចឹងខ្ញុំអាចកែឲ្យបានមិនជាពិបាកអីទេនេះសាមញ្ញបំផុតសម្រាប់កង្ហាលអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងឯងបងប្អូនបើសិនជាបងប្អូនមានតម្រូវការតាក់ទងអីអាចតាក់ទងតាមលេខទូរស័ព្ទខ្ញុំបាន010 62 20 គុត 20 គុតហ្នឹងសម្រាប់ Smart បើ12បងប្អូនដាក់ក្បាល078មក62 20 គុត 20 គុតដូចគ្នាលេខដូចគ្នាទេសម្រាប់97បងប្អូនដាក់066មក62 20 គុត 20 គុតអញ្ចឹងវាខុសទៅក្បាលទេសម្រាប់ Midphone 066សម្រាប់ SIM card 078សម្រាប់ Smart 010អញ្ចឹង62 20 គុត 20 គុតបងប្អូនអាចតាក់ទងតាម Telegram ក៏បានឬក៏តាមលេខទូរស័ព្ទផ្ទាល់ក៏បានអញ្ចឹងបងប្អូនតម្រូវការអូសកាបយូរល្អព្រោះនេះវាអត់សូវក្តៅ